ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងមានវីដេអូមួយចាំតែតទៅជាមួយនឹងការធ្វើវ៉ាក់សាំងទៅលើកូនជ្រូកហើយការពារទៅលើការរលាកនៃឆ្អឹងច្រមុះរបស់ជ្រូកហើយនិងការរលាកសួតរបស់ជ្រូកហើយវីដេអូយើងក៏បង្ហាញពីសកម្មភាពតទៅជាមួយនឹងការចាក់វ៉ាក់សាំងជ្រូកដូចគ្នាផងដែរហើយវ៉ាក់សាំងនេះផងដែរគឺជាការធ្វើលើដំបូងរបស់ខ្ញុំហើយដែរបងម្ចាស់ជ្រូកគាត់ហៅមកជួយចាក់គាត់ចឹងណាបាទហើយយើងធ្វើចាក់ដូចជាលឿនដែរទេរយៈពេលខ្ទង់ទៅប្រហែលជា1ម៉ោងជាងហើយកុំអីឲ្យលឿនដែរដោយសារយើងត្រូវការពេលវេលាចាប់ចូលឡើងរៀងយូរបន្តិចដោយសារម្ចាស់ជ្រូកគាត់អត់មានប្រាប់ខាំងហ៎អញ្ចឹងយើងធ្វើការចាក់វារហូតដល់ហើយសកម្មភាពការចាក់ជ្រូកគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំសូមអរគុណ